ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញដល់យុវតីថ្នាក់ទី12ត្រូវសិក្សាឲ្យចំគោលដៅដើម្បីទទួលបានការងារល្អនាពេលអនាគតប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពតបានធ្វើការជំរុញដល់យុវតីថ្នាក់ទី12នៃវិទ្យាល័យចំនួន2ក្នុងក្រុងកំពតឲ្យខិតខំសិក្សានិងស្វែងយល់ឲ្យបានច្បាស់នៅមុខវិជ្ជាដែលសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្នដើម្បីក្រោយពេលប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចចាប់យកជំនាញសិក្សានៅសាកលវិទ្យាល័យបានត្រឹមត្រូវប្រធានកិត្តិយសសាខាសមាគមនារីខេត្តក៏បានស្នើឲ្យអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូរួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការជំរុញនិងបង្ហាញផ្លូវដល់ពួកគាត់ឲ្យបានយល់ច្បាស់ពីការជ្រើសរើសជំនាញសិក្សាសម្រាប់អនាគតថ្លែងទៅកាន់យុវតីដែលជាសិស្សថ្នាក់ទី12នៃវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុនកំពតក្រុងនិងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះរាជសម្ភារក្នុងវេទិកាផ្សព្វផ្សាយស្ដីពីការតម្រង់ទិសជូនដល់យុវតីសិស្សថ្នាក់ទី12ក្រោមប្រធានបទកំណត់គោលដៅសិក្សានិងអាជីពការងារនាសាលសន្និសីទបូកគោសាលាខេត្តកំពតនៅព្រឹកថ្ងៃទី21ខែឧសភាឆ្នាំ2025កន្លងទៅលោកជំទាវហ៊ុនចន្ទធីម៉ៅធនិនប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពតបានលើកឡើងថាការជ្រើសរើសជំនាញវិជ្ជាជីវៈសម្រាប់បន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្នពិសេសគឺយុវតីដើម្បីទទួលបានការងារល្អដូច្នេះបងប្អូនយុវតីដែលជាសិស្សថ្នាក់ទី12ទាំងអស់ត្រូវស្វែងយល់ឲ្យបានច្បាស់ទៅលើការសិក្សាមុខវិជ្ជាសំខាន់ដើម្បីចាប់យកជំនាញសិក្សាទៅសាកលវិទ្យាល័យឲ្យចំគោលដៅនិងស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្នលោកជំទាវប្រធានកិត្តិយសសាខាសមាគមបានបន្តថាការបើកវេទិកានេះធ្វើឡើងគឺដើម្បីផ្ដល់ឱកាសក៏ដូចជាបង្ហាញផ្លូវដល់យុវតីសិស្សថ្នាក់ទី12ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនាពេលខាងមុខទាំងអស់បានស្ដាប់និងដកស្រង់បទពិសោធន៍ពីវាគ្មិនដែលធ្វើបទបង្ហាញក្នុងវេទិកានេះហើយយកទៅសិក្សានិងអនុវត្តដើម្បីទទួលបានជោគជ័យក្នុងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យទន្ទឹមនឹងនោះដែរអាណាព្យាបាលសិស្សលោកគ្រូអ្នកគ្រូរួមនឹងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើកទឹកចិត្តនិងលើកកម្ពស់ការសិក្សារបស់យុវតីទាំងអស់ធ្វើយ៉ាងណាឲ្យពួកគេទទួលបានការសិក្សាបានខ្ពង់ខ្ពស់និងទទួលបានការងារល្អនៅក្នុងសង្គមក្នុងន័យដើម្បីចូលរួមអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាលសូមបញ្ជាក់ថាវេទិកាផ្សព្វផ្សាយស្ដីពីការតម្រង់ទិសជូនដល់យុវតីសិស្សថ្នាក់ទី12ក្រោមប្រធានបទកំណត់គោលដៅសិក្សានិងអាជីពការងារដែលធ្វើឡើងសម្រាប់ក្រុងកំពតនាពេលនេះមានយុវតីសិស្សថ្នាក់ទី12ចំនួន198នាក់ដែលមកពីវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុនកំពតក្រុងនិងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះរាជសម្ភារដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូដែលបង្រៀននៅវិទ្យាល័យទាំងពីរផងដែរហើយវេទិកានេះនឹងធ្វើឡើងជាបន្តបន្ទាប់នៅគ្រប់ក្រុងស្រុកទាំង9ក្នុងខេត្តកំពត